គំនូសន្តិភាពលើកទី2នេះគឺកំពុងតែមានវត្តមានបដាហើយនៅលើទឹកដីរាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅសួនវត្តបតុងបតីដោយបងប្អូនទាំងគ្នាធ្លាប់បានដឹងអញ្ចឹងថាកាលពីលើកមុនយើងក៏បានរៀបចំឡើងជាមួយនឹងផ្ទាំងគំនូសន្តិភាពលើកទី1គឺមានទីតាំងស្ថិតនៅលើទឹកដីនៃខេត្តសៀមរាបហើយសម្រាប់ផ្ទាំងគំនូសន្តិភាពលើកទី2នេះក៏មានប្រវែងវែងជាងផ្ទាំងគំនូសន្តិភាពលើកទី1នៅខេត្តសៀមរាបដែរនៅទីនេះក៏យើងដកស្រង់ព្រឹត្តិការណ៍លំអិតខ្លាំងជាងលើខាងខេត្តសៀមរាបដែរគឺយើងមានលើកឡើងពាក់ព័ន្ធអំពីសាសនាពាក់ព័ន្ធអំពីសម្បត្តិបេតិកភណ្ឌពិភពលោកហើយតារចនាសម្ព័ន្ធការរំលោភបំពានរាងកាយស្ត្រីទុនខ្សោយការបំពានទៅដល់ការរស់នៅរបស់មនុស្សជាតិអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងគ្នាដែលគាត់អត់ទាន់បានទៅមើលទស្សនាជាមួយនឹងផ្ទាំងគំនូសន្តិភាពលើកទី1នៅខេត្តសៀមរាបទេឥឡូវនេះបងប្អូនទាំងគ្នាក៏អាចទៅផ្តិតរូបភាពក៏ដូចជាទៅទស្សនាផ្ទាំងគំនូសន្តិភាពលើកទី2យើងនៅសួនវត្តបតុងបតីបានទោះបីជាឥឡូវនេះផ្ទាំងគំនូនេះអត់ទាន់រួចជាស្ថាពរទេក៏ប៉ុន្តែក៏បានចេញជារូបរាងបដាហើយដែរដោយសារតែបងវិចិត្រកររបស់យើងគឺគាត់ស្វះស្វែងខ្នះខ្នែងមែនតើធ្វើទាំងថ្ងៃទាំងយប់គ្រប់ស្នាមជក់ស្នាមផាត់នីមួយគឺបង្កប់ទៅដោយអត្ថន័យឈឺចាប់មែនតើសូម្បីតែខ្ញុំទៅមើលផ្ទាល់ក៏ខ្ញុំមានអារម្មណ៍ថាវា touching មែនតើបងប្អូនទាំងគ្នាគ្រាន់តែយើងមើលត្រឹមតែរូបគំនូឯណាយើងមានអារម្មណ៍ថាយើងឈឺចាប់ប៉ុណ្ណឹងឯងចុះទៅបងប្អូនជនស៊ីវិលយើងប្រជាជនខ្មែររបស់យើងដែលគាត់ទទួលរងជាមួយនឹងភាពអយុត្តិធម៌ក៏ដូចជាការឈ្លានពានបៀតបៀនពីពួកវាហ្នឹងណាសួរថាពួកគាត់ឈឺចាប់ប៉ុណ្ណាអញ្ចឹងការគូគំនូសន្តិភាពលើកទី2នេះឡើងគឺគោលបំណងគឺចង់ឲ្យអន្តរជាតិគាត់បានដឹងឮថាប្រទេសកម្ពុជារបស់យើងគឺពិតជាទទួលរងជាមួយនឹងការបៀតបៀនការឈ្លានពានពីទាហានសៀមគឺពិតប្រាកដមែនព្រោះគ្រប់រូបគំនូទាំងអស់ដែលគេបានគូសឡើងនៅលើផ្ទាំងគំនូដ៏ធំមួយនេះគឺសុទ្ធតែឆ្លុះបញ្ចាំងពីទស្សនវិជ្ជាពិតនិងជាក់ស្ដែងដែលប្រជាជនខ្មែររបស់យើងទទួលរងនៃការឈ្លានពានរបស់ទាហានសៀមហើយមិនត្រឹមតែប៉ុណ្្នឹងវាក៏បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋរបស់យើងជាច្រើនគ្រួសារដែរហើយក៏មានដូចជាសាលារៀនវត្តអារាមផ្សេងក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលវាបានបំផ្លាញចឹងហើយរាល់ទង្វើដែលពួកវាបានធ្វើមកលើប្រទេសជាតិរបស់យើងត្រូវតែចាំតកូនតចៅតជំនាន់ហ្មងថាអាកពូសៀមនេះគឺវាអាក្រក់ណាស់ហើយពួកយើងទាំងអស់គ្នាក៏ត្រូវតែនៅបន្តនៅការពហិការផលិតផលរបស់ពួកវាដែរបើទោះបីជាប្រទេសជាតិរបស់យើងឥឡូវហ្នឹងគឺបានព្រមព្រៀងជាមួយនឹងបទឈប់បាញ់ក៏ពិតមែនក៏ប៉ុន្តែភាពឈឺចាប់ជាមួយនឹងភាពអយុត្តិធម៌ការឈ្លានពានការរំលោភបំពានគឺពួកយើងនៅតែទទួលបានដដែលដូចឥឡូវហ្នឹងអញ្ចឹងគឺមានបងប្អូនជនភៀសសឹកយើងគឺជាច្រើនមើលអ្នកមែនតែនដែលគាត់អត់ទាន់អាចត្រឡប់ទៅទីលំនៅឋានរបស់គាត់វិញបានទេព្រោះដោយសារតែពួកសៀមគឺវានៅតែបន្តឈ្លានពានមកលើទឹកដីប្រទេសកម្ពុជាយើងដដែលអញ្ចឹងហើយពេលនេះអីដែលយើងអាចធ្វើបានគឺមានតែជួយគ្នាម្នាក់ម្ដាយមួយជើងទៅដូចជា influencer ក៏ដូចជាបងសារព័ត៌មានធំដែលគាត់មានឥទ្ធិពលមានសម្លេងខ្លាំងចង់ឲ្យពួកគាត់ទៅផ្សព្វផ្សាយផ្តិតរូបភាពជាមួយនឹងផ្ទាំងគំនូសន្តិភាពមួយនេះដើម្បីឲ្យពិភពលោកគេកាន់តែដឹងថាពួកយើងពិតជាទទួលរងជាមួយនឹងការខូចខាតការឈ្លានពានពីពួកសៀមពិតប្រាកដមែនហើយប្រទេសយើងគឺត្រូវការតែសន្តិភាពមួយមុខគត់ចឹងហើយផ្ទាំងគំនូសន្តិភាពលើកទី2នេះគឺគេគ្រោងនឹងបញ្ចប់នៅថ្ងៃទី3ខែមីនាឆ្នាំ2026ហើយគេនឹងដាក់តាំងបង្ហាញឲ្យបងប្អូនចូលទស្សនាក៏ដូចជាចូលថតផ្តិតយករូបភាពដើម្បីផ្សព្វផ្សាយផ្សេងនៅលើប្រព័ន្ធ social media បងប្អូនទាំងអស់គ្នាគឺរយៈពេល2ខែចឹងហើយពិតជាសំណូមពរហើយសំណូមពរទៀតទៅកាន់បងប្អូនទាំងគ្នាក៏ដូចជាអ្នកដែលគាត់មានសម្លេងណាសូមជួយផ្សព្វផ្សាយជាមួយនឹងផ្ទាំងគំនូមួយនេះក៏ដូចជាវីដេអូផ្សេងដែលយើងមានពីការឈ្លានពានរបស់ពួកសៀមសូមជួយផ្សព្វផ្សាយទាំងអស់គ្នាដើម្បីបង្ហាញទៅពិភពលោកក៏ដូចជាអន្តរជាតិគាត់បានដឹងឮផងដែរចឹងណាចឹងបញ្ជាក់ម្ដងទៀតសម្រាប់ផ្ទាំងគំនូសន្តិភាពលើកទី2នេះគឺគេរៀបចំឡើងនៅសួនវត្តបតុងបតីចឹងបងប្អូនទាំងគ្នាអាចទៅចូលរួមទស្សនាដោយសេរីបានណាចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណ